ទាំងនេះគឺជាមេពូជកង្កែបបាទដែលខ្ញុំត្រៀមក្នុងការដែលប្រកាសនៅដើមឆ្នាំនេះអាចចន្លោះពីខែ3ឬក៏ខែ4ដែលជាខែធ្លាក់ទឹកភ្លៀងដើមឆ្នាំគឺខ្ញុំប្រកាសវាហើយណាបងប្អូនហើយមេពូជនេះយើងជាមេពូជថ្មីទេហើយវាមានក្បាលពុះធំល្អបាទដែលយើងអាចនឹងប្រកាសវាបាននៅចន្លោះខែ3ឬក៏ខែ4ជាខែដើមឆ្នាំឬក៏ខែធ្លាក់ទឹកភ្លៀងបងប្អូនហើយបងប្អូនដែលតម្រូវការមេពូជកង្កែបបងប្អូនអាចតំណែងបានជាមួយខ្ញុំបាទខ្ញុំនៅខាងភូមិត្រពាំងជ្រៃឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពតហើយមេពូជនេះគឺជាមេពូជសុទ្ធអត់ទាន់កលេចមើលឈ្មោលទេឈ្មោលគឺយើងដាក់នៅត្រង់ផ្សេងណាបងប្អូនអញ្ចឹងឈ្មោលគឺខ្ញុំដាក់នៅត្រង់ខាងនោះបាទឈ្មោលនៅត្រង់ខាងនោះណាអញ្ចឹងខ្ញុំបង្ហាញជូនបងប្អូនមេពូជបាទមេពូជណាមេពូជនេះចូលច្រើនហើយទាំងនេះវិញគឺជាមេពូជចាស់បាទមេពូជចាស់ដែលខ្ញុំប្រកាសបានមួយដងហើយបាទឬក៏មួយឆ្នាំអញ្ចឹងនេះគឺជាមេពូជចាស់បាទដែលខ្ញុំប្រកាសបានមួយវគ្គឬក៏មួយដងឬក៏មួយឆ្នាំហើយអញ្ចឹងមេពូជចាស់របស់ខ្ញុំតែ14ក្បាលទេបងប្អូនណាបាទ14ក្បាលទេហើយមេពូជនេះគឺវាមានពងចាស់អាចប្រកាសបានហើយក៏ប៉ុន្តែខ្ញុំអត់ទាន់បានប្រកាសវាទេដោយសារតែខ្ញុំអត់ទាន់មានពេលហើយណាមួយទៀតនេះគឺជាខែ1នៅឡើយបាទក៏ប៉ុន្តែខ្ញុំពិនិត្យមើលក្បាលពុះវាគឺល្មមក្នុងការដែលប្រកាសបានហើយអញ្ចឹងដើម្បីឲ្យប្រកាសបានគឺបងប្អូនត្រូវមានធ្វើភ្លៀងសពនិមិត្តបាទបងប្អូនបាទបងប្អូនអាចធ្វើភ្លៀងសពនិមិត្តបងប្អូនអាចចាក់ភ្លេងឲ្យកង្កែបយើងស្ដាប់កង្កែបអោបហ្នឹងណាអញ្ចឹងកង្កែបនឹងអោបគ្នាហើយនៅពេលដែលវាអោបគ្នាវានឹងបញ្ចេញពងដោយខ្លួនវាតែម្ដងអញ្ចឹងមេពូជខ្ញុំដែលខ្ញុំចិញ្ចឹមដំបូងគឺ14ក្បាលទេមេណាបាទអញ្ចឹងមេ14ក្បាលតែដែលឡែកនៅពេលដែលយើងកលេចមើលខាងនេះវិញគឺជាកង្កែបឈ្មោលឬក៏បាណាកង្កែបបាឬក៏កង្កែបឈ្មោលដែលយើងទុកប្រកាសជាមួយនឹងមេណាអញ្ចឹងយើងដាក់ដោយឡែកបាទមេយើងដាក់ផ្សេងកង្កែបឈ្មោលយើងដាក់ផ្សេងហើយមេឈ្មោលនេះគឺខ្ញុំប្រកាសបានមួយវគ្គដូចគ្នាដែរឬក៏មួយដងឬក៏មួយឆ្នាំអញ្ចឹងចំពោះឈ្មោលវិញគឺខ្ញុំទុកលើសមេបាទរហូតដល់20ក្បាលនោះបងប្អូនណាបាទ20ក្បាលហើយមេតែ14ក្បាលទេក៏ប៉ុន្តែខ្ញុំទុកឈ្មោលរហូតដល់20ក្បាលអញ្ចឹងយើងទុកឲ្យលើសហើយយើងប្រកាសក៏វាត្រូវដាក់ឲ្យលើសដែរព្រោះអីវាអាចឈ្មោលខ្លះវាអត់ជាន់ទេហើយឬក៏ឈ្មោលខ្លះទៀតវាជាន់ដែរតែវាជាន់ឈ្មោលដូចគ្នាអញ្ចឹងអាចថាជាកង្កែបខ្ទើយអញ្ចឹងយើងធ្វើរបៀបនេះណាបងប្អូនយើងរក្សាវាហើយយើងផ្ដល់ជាចំណីដូចជាចកអាសូឡាហើយនឹងចំណីគ្រាប់ដើម្បីបំពន់មេឲ្យមានកម្លាំងឲ្យមានសុខភាពល្អរឹងមាំដើម្បីយើងប្រកាសនៅដើមឆ្នាំនេះទៀតឬក៏ប្រកាសនៅពេលដែលយើងធ្វើភ្លៀងសពនិមិត្តពេលដែលខ្ញុំតនេនៅពេលណាណាបាទខ្ញុំនឹងចាប់ផ្ដើមប្រកាសវាបន្តទៀតដែរយើងក៏លេខមើលខាងនេះគឺជាកង្កែបសាច់ដូចគ្នាដែរបាទដែលខ្ញុំបានទុកវាបាទធ្វើជាកង្កែបសាច់ព្រោះអីរដូវកាលនេះវាចង់អស់ហើយខ្ញុំទុកសម្រាប់បរិភោគហើយនឹងបងប្អូនដែលត្រូវការកង្កែបសាច់យកទៅបរិភោគក៏ខ្ញុំនៅបន្តចែកជូនបងប្អូននេះគឺជាកង្កែបដែលសេះសល់ដែលខ្ញុំបានចាប់ចង់អស់ហើយបាទនេះសេះសល់នៅក្នុងអាងបងប្អូនហើយឥឡូវនេះខ្ញុំដាក់ទៅចកអាសូឡាឲ្យវាស៊ីទេបាទអញ្ចឹងបងប្អូនឃើញហើយបាទកង្កែបដែលសេះសល់បាទកង្កែបនៅក្នុងអាងបងប្អូនបងប្អូន
ទាំងនេះគឺជាត្រីណែងបាទដោយសារតែខ្ញុំយកមកជួបង្ហាញជូនបងប្អូនអំពីរបៀបក្នុងការដែលយើងមើលត្រីណែងទេណាបងប្អូនណាអញ្ចឹងត្រីណែងនេះគឺវាមានគឺជាប្រភេទត្រីណែងអាហ្វ្រិកអញ្ចឹងចំពោះប្រភេទត្រីណែងអាហ្វ្រិកនេះគឺមួយបាទចូល1គីឡូជាងឯងបងប្អូននេះត្រីណែងនេះមើលខ្ញុំក្តាប់អត់ជុំទេធំណាស់បងប្អូនអញ្ចឹងនេះគឺជាប្រភេទត្រីណែងអាហ្វ្រិកដែលមានបាទដែលមានសុខភាពល្អបាទហើយខ្ញុំទៅតែស្ទូចយកមកពីដងទេបងប្អូនណាបាទដើម្បីចែកជូនបងប្អូនហើយបន្ទាប់មកខ្ញុំនឹងដាក់អាងដើម្បីសម្រាប់យកទៅប្រកាត់បាទដើម្បីប្រកាត់កូនត្រីសម្រាប់ចិញ្ចឹមបន្តទៀតណាបងប្អូនអញ្ចឹងនៅថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនអំពីរបៀបក្នុងការដែលមើលត្រីម្ដែងញីឬក៏ឈ្មោលបងប្អូនមិនប្រកាសថាត្រីម្ដែងទូចឬក៏ធំអាទូចមិនប្រកាសថាជាញីហើយអាធំមិនប្រកាសថាជាឈ្មោលទេឬក៏អាធំអាចថាជាញីឬក៏អាចជាឈ្មោលក៏ថាបានដែរអញ្ចឹងត្រីម្ដែងនេះគឺយើងចិញ្ចឹមតាណាគ្នាទេបងប្អូនណាបាទត្រីម្ដែងនេះគឺយើងចិញ្ចឹមតាណាគ្នាទេតែអ្វីដែលសំខាន់នោះគឺវាមានលក្ខណៈវាគឺខុសគ្នាត្រង់ថាវាមានទូចមានធំវាអត់បិនគ្នាបាទអញ្ចឹងម្ល៉េះហើយនៅថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនអំពីរបៀបក្នុងការដែលមើលត្រីម្ដែងញីឬក៏ឈ្មោលបាទត្រីម្ដែងញីឬក៏ឈ្មោលអញ្ចឹងខ្ញុំសូមបង្ហាញជូនអាធំមុនគេចាស់បាទនេះគឺជាប្រភេទត្រីម្ដែងមួយ1គីឡូជាងហ្នឹងបងប្អូនណាបាទអញ្ចឹងខ្ញុំគិតដាប់អត់ជុំទេអញ្ចឹងបងប្អូនមើលថាជាប្រភេទត្រីម្ដែងញីឬក៏ឈ្មោលបងប្អូនមើលនៅខាងក្រោមណាបាទខាងក្រោមពោះវាមិនមែនបងប្អូនអាចមើលតាមមុខតាមភ្នែកបានទេបាទបងប្អូនត្រូវពិនិត្យមើលនៅខាងក្រោមបាទប្រដាប់បន្តពូជវាអញ្ចឹងញីឬក៏ឈ្មោលយើងអាចមើលបានបងប្អូនអាចមើលបាទវានេះបន្តិចដោយសារតែវាចេញពីស្រះទឹកណាបាទខ្ញុំចាប់ចេញពីស្រះទឹកអញ្ចឹងខ្ញុំនឹងបង្ហាញជូនបងប្អូនអំពីរបៀបក្នុងការមើលត្រីម្ដែងញីឬក៏ឈ្មោលបងប្អូនណាបន្តិចតប្រយ័ត្នតិចបងប្អូនថ្មងវាធំបាទអូខេបងប្អូនយើងអាចមើលបានបាទនេះគឺជាប្រភេទត្រីម្ដែងញីបងប្អូនបាទញីណាបងប្អូនមើលប្រដាប់វាគឺរៀងបាទមើលស្អាតប៉ុណ្ណាបងប្អូនឃើញទេប្រដាប់វាគឺប៉ុណ្ណឹងណាបាទមើលប្រភេទប្រដាប់វាបាទវាប្រភេទនេះគឺជាប្រភេទត្រីម្ដែងញីដែលមានប្រដាប់វាប្រភេទនេះបងប្អូនណាបាទនេះអាចសម្គាល់ថាលក្ខណៈញីបានហើយបាទអញ្ចឹងมันពិបាកមើលទេហើយចំពោះឈ្មោលវិញបងប្អូនអាចកលេចមើលម្ដងទៀតនេះជាប្រភេទត្រីម្ដែងឈ្មោលអញ្ចឹងញីធំជាងអាឈ្មោលអញ្ចឹងឈ្មោលយើងមើលរបៀបម៉េចបងប្អូនយើងត្រវាថ្នមអត់អាចកាន់វាច្បាច់ខ្លាំងបានទេព្រោះអីតែខ្លាំងវាក៏រើខ្លាំងដែរបងប្អូននេះគឺជាប្រភេទត្រីម្ដែងឈ្មោលបាទដែលវាមានលៀនចេញណាលក្ខណៈសម្គាល់វាគឺលៀនចេញបងប្អូនឃើញទេគឺលៀនចេញតែម្ដងចេញមកអញ្ចឹងមកលក្ខណៈឈ្មោលណាបងប្អូនហើយឈ្មោលនេះគឺយើងអាចយកមកប្រកាត់ជាមួយនឹងមេបានហើយអញ្ចឹងរបៀបក្នុងការប្រកាត់ខ្ញុំអត់ទាន់បានបង្ហាញជូនបងប្អូនទេក៏ប៉ុន្តែអ្វីដែលសំខាន់គឺខ្ញុំបង្ហាញជូនបងប្អូនអំពីរបៀបក្នុងការដែលយើងមើលត្រីម្ដែងឈ្មោលឬក៏ញីបាទអញ្ចឹងនេះគឺជាប្រភេទត្រីម្ដែងញីដែលមានពងវាបាទដែលវាមានលៀនចេញនេះអាចនិយាយបានថាជាត្រីម្ដែងឈ្មោលហើយបាទហ្នឹងបងប្អូនមើលឈ្មោលណាហើយទូចទេបងប្អូនទូចជាងមេក៏ប៉ុន្តែមួយប្រហែលជាអាចខ្ទង់1គីឡូបាទមួយ1គីឡូហើយត្រីម្ដែងនេះគឺត្រីម្ដែងអាហ្វ្រិកហើយនេះគឺញីបាទប្រភេទត្រីម្ដែងញីប្រភេទត្រីម្ដែងអាហ្វ្រិកដូចគ្នាក៏ប៉ុន្តែជាញីទេបាទមេឬក៏ញីបងប្អូនអាចសម្គាល់បានមើលម្ដងទៀតបងប្អូនណាបាទសំទោសណាបងប្អូនដែលចាប់ទៅពិបាកបន្តិចនេះហើយគឺជាប្រភេទត្រីម្ដែងញីដែលយើងមើលប្រដាប់វាបានបាទនេះបងប្អូនណាអញ្ចឹងប្រដាប់វាគឺវាខុសពីអាឈ្មោលត្រង់ថាអាឈ្មោលវាលៀនចេញមេអត់លៀនចេញទេគឺប្រដាប់វាដូចខុសគ្នាអញ្ចឹងណាបងប្អូនណាបាទអញ្ចឹងបងប្អូនគ្រាន់តែដឹងអំពីរបៀបក្នុងការដែលយើងមើលត្រីម្ដែងហើយសង្ឃឹមថានេះគឺជាវីដេអូដែលចែករំលែកបងប្អូនហើយនឹងចំណេះដឹង
ដែលចែកទៅកាន់បងប្អូនដែលទស្សនាបាទហើយជាមេរៀនមួយសម្រាប់បងប្អូនយកទៅអនុវត្តដើម្បីយើងធ្វើការបង្កាត់បាទអញ្ចឹងនេះគឺជាវីដេអូដើម្បីចែកចម្លែកបងប្អូនណាបងប្អូនឥឡូវនេះខ្ញុំធ្វើការបលែងត្រីបងប្អូនណាបលែងត្រីវិញអញ្ចឹងនេះគឺជាអាងដែលខ្ញុំបង្កាត់ត្រីណាបង្កាត់កូនត្រីអញ្ចឹងខ្ញុំធ្វើការបលែងវាវិញដើម្បីឲ្យវាបង្កើតកូនបង្កើតចៅបន្តទៀតបាទអញ្ចឹងខ្ញុំសូមធ្វើការបលែងបាទបងប្អូនអាចកាមេរ៉ាអាច zoom ឲ្យបងប្អូនឃើញបានបាទយើងបលែងវាចេញទៅក្នុងអាងណាអាងបង្កាត់អញ្ចឹងដោយសារនេះគឺជាចកដែលខ្ញុំដាំវាដើម្បីជាចំណីឲ្យត្រីណាបងប្អូនអញ្ចឹងយើងបលែងវាណាបងប្អូនកាមេរ៉ាអាច zoom បានបាទយើងបលែងវាបាទនេះយើងបលែងញីមុនណាបាទអញ្ចឹងបន្ទាប់មកយើងបលែងឈ្មោលបាទធ្វើការបលែងឈ្មោលជាកន្លែងបង្កាត់ត្រី